ចៅស្នុតនិងនារីនៅវាលស្រែថ្ងៃនោះមេឃស្រអាប់បន្តិចប៉ុន្តែខ្យល់ព្រឹកនៅតែត្រជាក់ចៅស្នុតដើរតាមផ្លូវតូចមួយដែលកាត់ឆ្លងកណ្ដាលវាលស្រែធំទូលាយវាលស្រូវកំពុងរីកលូតលាស់បៃតងភ្លឺភ្នែកតែសម្រាប់ចៅស្នុតវាលនេះមិនស្រស់ស្អាតដូចមុនទៀតឡើយគាត់ដើរមើលគាចាស់ដែលឈររាយប៉ាយនៅចម្ងាយដូចសាក្សីនៃពេលវេលាដែលបានកន្លងផុតទៅយូរចៅស្នុតជាមនុស្សស្ងៀមស្ងាត់គាត់ចូលចិត្តដើរម្នាក់ឯងព្រោះក្នុងភាពស្ងប់ស្ងាត់នោះគាត់អាចស្ដាប់សំឡេងគំនិតរបស់ខ្លួនបានច្បាស់រាល់ជំហានដែលគាត់ដើរគឺដូចជាកំពុងដើរត្រឡប់ទៅអតីតកាលដែលពោរពេញដោយការចងចាំនិងអ្វីដែលមិនអាចត្រឡប់មកវិញបានទៀតនៅចុងវាលស្រែគាត់ឃើញគាឈើចាស់មួយឈរតែម្នាក់ឯងក្រោមដើមត្នោតធំដំបូលរបស់វាមានរន្ធបន្ទះឈើខ្លះរលួយហើយជញ្ជាំងមានស្នាមពណ៌ស្មៅលូតឡើងគានោះមើលទៅដូចជាមនុស្សចាស់ដែលកំពុងរង់ចាំអ្វីមួយដោយអស់សង្ឃឹមចៅស្នុតដើរចូលទៅជិតខណៈពេលនោះគាត់ឃើញនារីម្នាក់អង្គុយនៅក្បែរជណ្ដើរគានាងស្លៀកខោអាវពណ៌ស្រអាប់មិនមានអ្វីលេចធ្លោទេប៉ុន្តែមុខនាងវិញបង្ហាញពីភាពនឿយហត់និងក្តីព្រួយជ្រាលជ្រៅភ្នែកនាងមើលទៅវាលស្រែដូចជាកំពុងស្វែងរកមនុស្សណាម្នាក់នៅក្នុងចម្ងាយចៅស្នុតឈប់ឈរមិនហ៊ាននិយាយភ្លាមគាត់មានអារម្មណ៍ថានារីនេះកំពុងផ្ទុករឿងរ៉ាវជាច្រើនក្នុងចិត្តបន្ទាប់ពីស្ទាក់ស្ទើរមួយភ្លែតគាត់និយាយសួរដោយសំឡេងទន់បងអង្គុយម្នាក់ឯងមែនទេនារីនោះងាកមកមើលគាត់ភ្នែកនាងភ្លឺបន្តិចប៉ុន្តែមានទឹកភ្នែកស្រាលលាក់ខ្លួននៅក្នុងនោះខ្ញុំមិនម្នាក់ឯងទេខ្ញុំកំពុងរង់ចាំនាងឆ្លើយចៅស្នុតអង្គុយក្បែរនាងពួកគាត់មិននិយាយអ្វីជាយូរមានតែសំឡេងខ្យល់បក់តាមវាលស្រូវនិងសំឡេងសត្វល្អិតតូចភាពស្ងប់ស្ងាត់នោះមិនធ្វើឲ្យអារម្មណ៍អាក់អន់ទេប៉ុន្តែវិញទៅជាធ្ងន់ធ្ងរដូចបេះដូងដែលផ្ទុករឿងកំសត់បន្ទាប់មកនារីនោះចាប់ផ្ដើមនិយាយនាងប្រាប់ថាគានេះជាផ្ទះរបស់នាងនិងបុរសម្នាក់ដែលនាងស្រឡាញ់ពួកគេធ្លាប់សន្យានឹងគ្នានៅលើវាលស្រែនេះថានឹងរស់នៅជាមួយគ្នារហូតដល់ចាស់ប៉ុន្តែថ្ងៃមួយបុរសនោះចេញទៅធ្វើការឆ្ងាយដើម្បីរកប្រាក់សម្រាប់អនាគតចាប់តាំងពីថ្ងៃនោះមកគាត់មិនដែលត្រឡប់មកវិញទៀតឡើយខ្ញុំរងចាំគាត់រាល់ថ្ងៃនាងនិយាយដោយសំឡេងញ័រសូម្បីតែថ្ងៃដែលគ្មានសង្ឃឹមខ្ញុំក៏នៅតែរងចាំព្រោះបើខ្ញុំបោះបង់ការចងចាំទាំងអស់នឹងស្លាប់ទៅជាមួយខ្ញុំចៅស្នុតស្ដាប់ដោយមិននិយាយអ្វីគាត់យល់ថាការរងចាំគឺជារឿងឈឺចាប់ជាងការបាត់បង់ពេលបាត់បង់